ថ្ងៃនេះខ្ញុំមកធ្វើផ្អកត្រីសាម៉ុនញ៉ាំអ្នកទាំងអស់គ្នាចំពោះត្រីសាម៉ុននេះគឺខ្ញុំទិញនៅផ្សារនេសិនរាល់ដងខ្ញុំទិញនៅផ្សារកន្លែងជេនហ៊ីងណាប៉ុន្តែទៅរាល់ដងឥឡូវគឺអត់ដែលមានសោះទៅរោប្រហែលដងហើយក៏ដែលមានសោះដល់ពេលថ្ងៃហ្នឹងទៅផ្សារនេសិនហើយក៏ឃើញមានក៏ទិញទៅប៉ុន្តែតម្លៃថ្លៃជាងផ្សារជេនហ៊ីងខ្លាំងណាស់ព្រោះអីនៅផ្សារជេនហ៊ីងហ្នឹងមួយស្បោងធំទៅ$5ប៉ុន្តែអានេះមកកញ្ចប់តូចហ្នឹង$4ជាងជិត$5ហើយខ្ញុំទិញយកមក5កញ្ចប់សម្រាប់5កញ្ចប់ហ្នឹងគឺខ្ញុំរើសបានតែកន្លែងស្អាតហ្នឹង1គីឡូកន្លះឯងហើយចំពោះកន្លែងដែលអត់សូវស្អាតអត់សូវមានខ្លាញ់គឺខ្ញុំគ្រាន់តែយកទៅប្រឡាក់អំបិលហើយប្រឡាក់គ្រឿងតិចៗសម្រាប់ចៀនឬក៏អាំងញ៉ាំអញ្ចឹងណាសម្រាប់ពោះត្រីសាម៉ុនហ្នឹងគឺមុននឹងយកមកធ្វើគឺខ្ញុំលាងសម្អាតជាមួយទឹក2 3ទឹកឲ្យស្អាតសិនណាបន្ទាប់មកទៀតគឺខ្ញុំទុកសម្រស់ទឹកហើយនឹងយកกระดาษជូរទាល់ទៅអស់ជាតិទឹកពីលើពោះត្រីសាម៉ុនហ្នឹងមិនខ្ញុំយកមកប្រឡាក់ជាមួយអំបិលព្រោះអីបើមានទឹកសើមនៅជាប់ត្រីគឺអត់ល្អទេវាអាចធ្វើឲ្យត្រីហើមហើយនឹងឡើងស្អុយពេលដែលយើងប្រឡាក់អំបិលហើយគឺវាអត់ល្អទេវាចេញទឹកកាន់តែច្រើនអញ្ចឹងណាសម្រាប់ត្រីសាម៉ុន1គីឡូកន្លះនេះគឺខ្ញុំប្រើអំបិល1ខាំកន្លះហើយអំបិលគឺខ្ញុំប្រើអំបិលគ្រួសក្បួនធ្វើផ្អកពោះត្រីសាម៉ុនហ្នឹងគឺស្តៀងតែក្បួនធ្វើផ្អកសាច់ជ្រូកទេប៉ុន្តែគ្រាន់តែថាយើងធ្វើផ្អកត្រីសាម៉ុនហ្នឹងគឺយើងត្រូវការអំបិលច្រើនជាងសាច់ជ្រូកដោយសារតែត្រីហ្នឹងបើសិនយើងស្ទើរអំបិលគឺវាអាចហើមសាច់ហើយឡើងស្អុយអញ្ចឹងទៅគឺធ្វើអត់កើតទេពេលប្រឡាក់អំបិលគឺខ្ញុំយកម្ដងដើម្បីយកមកប្រឡាក់ជាមួយនឹងអំបិលហ្នឹងហើយខ្ញុំអត់ទាន់ច្បាច់ទេលុះត្រាតែខ្ញុំប្រឡាក់គ្រប់ដុំអស់ហើយបើខ្ញុំចាប់ផ្ដើមច្បាច់ត្រីហ្នឹងម្ដងមួយសារជាថ្មីមកវិញអញ្ចឹងណាហើយពោះត្រីហ្នឹងគឺយើងច្បាច់ខ្លាំងអត់បានទេដោយសារវារាងទន់បើស្អីយើងច្បាច់ខ្លាំងវាធ្វើឲ្យបាក់សាច់ត្រីអញ្ចឹងហើយគឺត្រូវការថ្នមមែនទែនសម្រាប់ផ្អកពោះត្រីសាម៉ុនគឺយកកន្លែងពោះបានឆ្ងាញ់បើសិនជាកន្លែងសាច់គឺអត់ឆ្ងាញ់ទេវាហាប់ពេកពេលដែលយើងចៀនឬក៏ចំហុយញ៉ាំអញ្ចឹងគឺវាអត់មានជាតិវាខ្សោះណាប៉ុន្តែបើសិនជាយើងយកបានពោះត្រីសាម៉ុនមកគឺពេលយើងចំហុយឬចៀនឬអាំងមកគឺឆ្ងាញ់មែនទែនវាមានខ្លាញ់ណាហើយនេះគឺខ្ញុំប្រឡាក់រួចរាល់ហើយអ្នកទាំងអស់គ្នាច្បាច់ម្ដងមួយហើយខ្ញុំច្បល់ទៅវិញទៅមកហ្នឹងឥឡូវពោះត្រីជាមួយអំបិលវាចូលគ្នាសព្វបានល្អហើយខ្ញុំនឹងយកវាទៅច្រកក្នុងកឡហើយផ្អាប់ទុករយៈពេល7ថ្ងៃហើយ7ថ្ងៃក្រោយខ្ញុំនឹងបើកបង្ហាញជូនអ្នកទាំងអស់គ្នាមើលហើយយើងលាយរំដេងហើយនឹងកលីងបន្ថែមទៀតបន្ទាប់ពីទុកត្រីរយៈពេលបាន7ថ្ងៃមកខ្ញុំចាប់ផ្ដើមមកកិនអង្ករលីងដើម្បីត្រៀមយកទៅច្បល់ជាមួយត្រីសម្រាប់អង្ករលីងមុននឹងយើងយកទៅលីងគឺយើងយកអង្ករយើងលាងទឹកឲ្យស្អាតហើយត្រាំរយៈពេល10ទៅ15នាទីសិនចាំយកមកលីងអញ្ចឹងពេលដែលលីងហើយយកមកកិនគឺអង្ករលីងយើងឡើងឈ្ងុយតែម្ដងពេលយកមកកិនគឺកុំចិត្តសបកចោលគឺយើងកិនទាំងសបកពេលអញ្ចឹងរំដេងនឹងក៏កាន់តែឈ្ងុយដែរបន្ទាប់ពីកិនរំដេងហើយនឹងអង្ករលីងរួចរាល់ហើយខ្ញុំចាប់ផ្ដើមយកត្រីដែលខ្ញុំបានប្រឡាក់ទុករយៈពេល7ថ្ងៃហ្នឹងលើកចេញមកក្រៅដើម្បីយកមកប្រឡាក់ជាមួយអង្ករលីងហើយនឹងរំដេងហ្នឹងសម្រាប់ពោះត្រីសាម៉ុននេះពេលដែលយើងទុកបានរយៈពេល7ថ្ងៃហើយលើកចេញមកគឺសាច់ត្រីឡើងរឹងតែម្ដងបើសិនជាអ្នកទាំងអស់គ្នាទុកហើយសាច់ត្រីយើងអត់ឡើងរឹងទេហើយទុនអែមានន័យថាអ្នកទាំងអស់គ្នាដាក់អំបិលស្ទើរហើយអញ្ចឹងយកមកធ្វើជាផ្អកអត់កើតទេវានឹងខូចអញ្ចឹងណាតោះតែសាច់ត្រីនឹងឡើងរឹងល្អបានយើងយកមកធ្វើផ្អកកើតហើយសម្រាប់ទឹកនៅក្នុងកឡដែលសល់ពីត្រីនឹងគឺអត់យកទេយើងយកតែត្រីមកទេដើម្បីប្រឡាក់ជាមួយនឹងរំដេងហើយនឹងអង្ករលីងនឹងហើយមើលសាច់អ្នកទាំងអស់គ្នានិយាយពីថាល្អមែនតើវាឡើងរឹងណាជាដំបូងនេះខ្ញុំយករំដេងដែលបានកិនរួចហ្នឹងមកច្របាច់យកទឹកហើយដាក់ទាំងទឹកទាំងកាក់ចូលទៅក្នុងហ្នឹងខ្ញុំច្របាច់យកទឹកហ្នឹងដើម្បីចង់ឲ្យទឹកហ្នឹងវាបានស្រោចនៅលើសាច់ត្រីហើយវាឡើងឈ្ងុយសម្រាប់រំដេងនេះគឺខ្ញុំប្រើចំនួន150ក្រាមពេលដាក់រំដេងចូលទៅក្នុងហ្នឹងអញ្ចឹងគឺខ្ញុំចាប់ផ្ដើមច្បល់ត្រីត្រឡប់ទៅត្រឡប់មកហើយច្របាច់វាមួយដើម្បីឲ្យវាចូលជាតិគ្នាបានល្អជាមួយនឹងរំដេងហ្នឹងសិនណាពេលយើងប្រឡាក់អញ្ចឹងទៅវាច្បល់ចូលគ្នាសព្វបានល្អហើយត្រីយើងក៏ឡើងឈ្ងុយរំដេងខ្លាំងដែរបន្ទាប់មកទៀតខ្ញុំចាក់អង្ករលីងចូលអង្ករលីងនេះយើងដាក់កាន់តែច្រើនកាន់តែល្អព្រោះឲ្យវាឡើងឈ្ងុយប៉ុន្តែខ្ញុំដាក់ចំនួនអង្ករលីងនេះគឺ170ក្រាមហ្នឹងគឺមកល្មមសម្រាប់ត្រី2គីឡូតែម្ដងពេលកំពុងតែប្រឡាក់អញ្ចឹងគឺឡើងឈ្ងុយខ្លាំងមែនទែនអ្នកទាំងអស់គ្នាឈ្ងុយរំដេងផងឈ្ងុយអង្ករលីងផងនិយាយពីថាឈ្ងុយគួរឲ្យចង់ញ៉ាំតែម្ដងសម្រាប់អង្ករលីងអ្នកទាំងអស់គ្នាបើយើងអត់ដឹងទេគឺយើងគ្រាន់តែលាងហើយយកទៅលីងភ្លាមអត់ឈ្ងុយទេខ្ញុំធ្លាប់ធ្វើហើយតែលើកនេះខ្ញុំយកត្រាំជាមួយនឹងទឹក10ទៅ15នាទីសិនបន្ទាប់មកខ្ញុំយកមកលីងពេលដែលយើងលីងឡើងក្រហមហើយយកមកកិនគឺឈ្ងុយខុសប្លែកពីធម្មតាតែម្ដងបន្ទាប់ពីដាក់អង្ករលីងហើយចឹងខ្ញុំយកត្រីម្ដងមកដាក់ច្បល់ចូលគ្នាឲ្យសព្វដើម្បីឲ្យត្រីហ្នឹងវាមានជាប់អង្ករលីងទាំងអស់តែម្ដងបើមិនជាដាក់ច្បល់ចូលគ្នាតែម្ដងត្រីហ្នឹងវាអត់ចូលគ្នាសព្វបានល្អជាមួយអង្ករលីងទេអញ្ចឹងខ្ញុំយកត្រីម្ដងដើម្បីលាយជាមួយនឹងអង្ករលីងដូចគ្នាអញ្ចឹងណាសម្រាប់អង្ករលីងពេលធ្វើផ្អកដាក់កាន់តែច្រើនគឺកាន់តែឈ្ងុយបន្ទាប់ពីប្រឡាក់អង្ករលីងហើយរំដេងរួចរាល់ហើយអញ្ចឹងគឺខ្ញុំចាប់ផ្ដើមយកវាទៅដាក់ចូលក្នុងកឡបានហើយខ្ញុំនឹងទុកវាចោលរយៈពេល1ខែទៀតសម្រាប់ផ្អកពោះត្រីសាម៉ុននេះលឿនបំផុតក៏3អាទិត្យដែរទើបអាចយកញ៉ាំបានអញ្ចឹងណាឥឡូវនេះរួចរាល់ហើយខ្ញុំចាប់ផ្ដើមយកត្រីដាក់ចូលកឡវិញហើយរងចាំរយៈពេល3អាទិត្យទៅ1ខែទើបអាចយកញ៉ាំបានអញ្ចឹងចាំ3អាទិត្យទៀតចាំខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាមើលម្ដងទៀតចាំមើលតើផ្អកដែលខ្ញុំធ្វើនឹងមានរសជាតិយ៉ាងណាហើយពណ៌សម្បុរទៅជាយ៉ាងណាពេលដែលយើងដាក់ជាឬចំហុយអញ្ចឹងណា
សម្រាប់វិធីធ្វើគឺស្រួលទេអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ញ៉ាំផ្អកអីអាចធ្វើខ្លួនឯងញ៉ាំបានណាមួយពោះត្រីសាម៉ុនគឺមានលក់នៅផ្សារអាស៊ីឬក៏ផ្សារ Fortino អញ្ចឹងអ្នកទាំងអស់គ្នាអាចរកទិញបានគឺគេលក់ល្អៗមែនទែនហើយតម្លៃក៏ធូរថ្លៃដែរយើងអាចយកមកធ្វើទុកញ៉ាំនៅផ្ទះបានណាហើយបើសិនជាបងប្អូនបានចូលមើលវីដេអូភាគមួយទេអាចឆែកចូលទៅមើលនៅក្នុងវីដេអូខ្ញុំដែលបង្ហោះមុនហ្នឹងណាហើយបងប្អូនរកពីរបៀបធ្វើផ្អកត្រីសាម៉ុនភាគមួយទៅវានឹងចេញមកហើយ